អូនអំពុំទាំងអស់គ្នានាងខ្ញុំឈ្មោះអង្គលក្ខណារស់នៅក្នុងភូមិដួងស្លាឃុំក្បាលទឹកស្រុកទឹកផុសខេត្តកំពង់ឆ្នាំងដែលរាល់ថ្ងៃហ្នឹងដែលខ្ញុំប្រកបបុគ្គលិកដាំដែលបន្លែម្ទេសដំបូងឡើយពួកខ្ញុំចង់ក្រងជាក្រុមកណ្ដុំគ្នាសម្រេចចិត្តដែលដាំបែបសេរីរាង្គហើយក៏បានដែលតាក់ទងជាមួយខាងក្រុមហ៊ុនសហករណ៍សេរីរាង្គខ្មែរទៅគាត់ក៏ធ្វើកិច្ចសន្យាឲ្យព្រមព្រៀងគ្នាក៏ដាំយកទៅលក់ចាលោកគ្រូគាត់យកទៅលក់នៅទីក្រុងភ្នំពេញតាមរយៈផ្សារទំនើបអីចឹងឬក៏គាត់បោះដុំតអញ្ចឹងមួយឆ្នាំយើងកងត្រា10តោនដំបូងខ្ញុំសម្រាប់រៀបចំវេចខ្ចប់ហ្នឹងយើងត្រូវលាងទុកជាមុនសិនយើងលាងទុកដើម្បីឲ្យវាសក់ទឹកដែលមេរោគវាអាចជាប់នៅគ្រប់ទីកន្លែងអញ្ចឹងដៃផ្ទាល់របស់យើងអាចចាប់ប្រទេសអញ្ចឹងយើងត្រូវតែលាងសម្អាតមុននឹងយើងចាប់ផ្ដើមប្រមូលផលអញ្ចឹងពេលដែលយើងជួសក្នុងចង្កានដើម្បីកុំឲ្យមេរោគអីឆ្លងអញ្ចឹងយើងត្រូវពាក់ស្បែកជើងជាន់ជាមួយកាបូបសម្រាប់មេរោគសម្រាប់ម្ទេសជាទូទៅយើងអាចបេះចន្លោះពីមួយអាទិត្យយើងអាចប្រមូលផលម្ដងពេលដែលប្រមូលផលហ្នឹងគឺយើងអាចប្រមូលផលនៅពេលព្រឹកឬក៏ពេលល្ងាចពេលមេឃសន្ទុំក៏យើងអាចប្រមូលផលបានដែរចាប្រមូលផលម្ទេសបានហើយយើងត្រូវយកម្ទេសហ្នឹងដែលលាងឲ្យស្អាតហើយយើងយកមកស្តិលទុកមកកន្លែងឲ្យវាស្ងួតអញ្ចឹងទៅបានយើងចាប់ផ្ដើមវេចខ្ចប់អញ្ចឹងមុនវេចខ្ចប់ពេលដែលយើងបេះម្ទេសបានហើយយើងត្រូវតែពិនិត្យមើលថាម្ទេសណាដែលអាចដាក់ទៅឲ្យគេបានម្ទេសណាដែលយើងមិនអាចដាក់បានយើងត្រូវរៀបវាអាណាមិនល្អយើងទុកម្លែកហើយអាណាល្អយើងទុកម្លែកសារទំនើបគាត់ចំណាត់ថ្នាក់គឺគាត់យកអាណាដែលល្អបើអាណាអត់ល្អយើងអាចកែច្នៃវាហាលវាឲ្យស្ងួតឲ្យវាស្ងួតល្អយើងយកទៅបកខ្លាច់ជាម្ទេសម៉ត់ចាហ្នឹងហើយលក់នៅតាមតំបន់នៅចិត្តហ្នឹងដែលជាតម្រូវការរបស់គាត់ក្រោយពីចាត់ចំណាត់ថ្នាក់ម្ទេសហើយយើងត្រូវដែលរៀបចំម្ទេសហ្នឹងដាក់ជាមួយកញ្ឆេងចាយើងទ្របធ្លាក់ចេកហើយយើងដែលដាក់ថ្លឹងគីឡូហេងភាគច្រើនគឺវាមានដៃអញ្ចឹងយើងដាក់វាចំណុះវាបានតែ17គីឡូទេចាបើយើងដាក់វាខ្ពស់ជាងនឹងទៅវាអាចកិនគ្នាឲ្យខូចផលិតផលយើងត្រូវទុកកន្លែងណាដែលស្ងួតមានខ្យល់ចេញចូលចាត្រូវមកលុបកុំឲ្យត្រូវថ្ងៃចាជួនកាលយើងបេះពេលភើអញ្ចឹងទៅជួនកាលយើងបេះពេលល្ងាចអញ្ចឹងលោកគ្រូពេលដែលយើងវេចខ្ចប់ស្អាតហើយយើងដាក់នៅសហគមន៍អញ្ចឹងហើយឡានដែលខាងក្រុមហ៊ុនសេរីរាង្គហ្នឹងគាត់មកទទួលឲ្យសារឡានគាត់ដែលមានម៉ាស៊ីនត្រជាក់អញ្ចឹងអាចរក្សាទុកដែលផលិតផលឲ្យបានល្អ